គឺជាសកម្មភាពការបំពេញការងាររបស់ពលករខ្មែរដែលមកធ្វើការនៅស្រុកកូរ៉េបាទកន្លែងធ្វើពីរនេះហើយទៅម្នាក់ឯងទៅបន្ថយនឹងលឿនទៀតអត់ទៅបងតើបងមកប្រទេសកូរ៉េនោះរយៈពេលប្រហែលឆ្នាំហើយបងបាទខ្ញុំមក6ឆ្នាំហើយបងហើយចុះរោងចក្រដែលបងបានបំពេញការងារនោះចំនួនប្រហែលរោងចក្របងច្រើនកាលមក3ឆ្នាំមកដំបូងនៅរោងចក្រចាស់ត្រូវច្បាប់ចេញពីនឹងមកខុសច្បាប់ទៅហើយជាសពរោងចក្រហើយបាទបងសពរោងចក្រហើយតាមរយៈការបំពេញការងាររយៈពេល6ឆ្នាំនៅស្រុកកូរ៉េតើបងមានអារម្មណ៍ថាការងារស្រុកកូរ៉េនោះគាត់លឿនទេបងការងារនៅស្រុកកូរ៉េគាត់គិតថាគាត់មិនសំខាន់ទេសម្រាប់ខ្ញុំតែឲ្យតែបានលុយនៅខ្ញុំចាក់នៅប្រទេសកូរ៉េមួយចំនួនធ្វើហើយកាយខ្លះធ្វើអត់បានលុយឲ្យទៀតខ្លាចតែម្យ៉ាងធ្វើគាត់ហើយមិនបានលុយហ្នឹងធ្វើប្រងទៅតែឥឡូវអត់អីទេកន្លែងរោងចក្រនេះកាយបើកឲ្យក៏ស្បាប់ចឹងហើយគឺពិបាកបានលុយតិចបាទបងអីគោរោងចក្រច្រើនមកហើយសាឈុលនេះហៅថាការងាររោងចក្រសាឈុលបាទហើយពួកខ្ញុំតល់ខ្ញុំគិតថាយ៉ាងលំបាកសំខាន់ឲ្យតែបានលុយដើម្បីផ្គត់ផ្គង់ឲ្យកូនបានរៀនសូត្រមកទៅពីកូននៅទូទូឥឡូវកូនធំហើយកូនពេញកំប៉ុងហើយឥឡូវគឺថាឆ្នាំក្រោយនឹងវិលត្រឡប់ទៅវិញហើយតែដើម្បីទៅគ្រប់គ្រងមើលកូនគ្រប់គ្រងកូនរៀនសូត្រមិនគូខ្លាំងដែររងថ្ងៃនេះបងមានពីចង់សួរទៅទៀតសួរបងសួរអ្នកកាមេរ៉ាចូលអត់ទៅបងតើបងមករយៈពេល6ឆ្នាំបាយពីគុណកូនតើបងមានអារម្មណ៍ថាកំសត់ដែរឬទេបងនិយាយទៅកំសត់អត់មានត្រូវកំសត់ទេបងតែណាគេយំដែរបានចឹងហើយបងគ្រូបងកូនបាទនៅកូននៅប្រពន្ធនៅបងប្អូនម៉ែឪនេះទៅកុំយើងស្រួលហើយរស់នៅតែយើងអត់ស៊ីមានស៊ីជំនុំក្នុងគ្រួសារមានអត់ទេកក់ក្ដៅអត់មកទេគេវាមិនដល់ម្នាក់ឯងវាមិនសុបាយចិត្តទេបាទតែរងថ្ងៃសុខកាយតែអត់សុបាយចិត្តគឺមានលុយហើយចង់ទិញឲ្យញ៉ាំទិញអត់បានទេនៅនេះនៅស្រុកខ្មែរមានលុយលេងទៅខាងណាក៏មានលក់អីតាមផ្លូវតាមចាំដល់នៅកូរ៉េអត់មានទេឡើយបាក់ចិត្តឡាស្គរមកឥឡូវពីមុន75គីឡូឥឡូវគិត80ហើយអត់ទៅបងតាមរយៈរូបភាពវីដេអូនេះបងមានអារម្មណ៍អ្វីដែលផ្ដាំបញ្ញាឲ្យកូននឹងនិយាយរួមទៅអារម្មណ៍ចំណាប់អារម្មណ៍សម្រាប់បងចំពោះប្រពន្ធកូនបងនៅខ្មែរបងតាមវត្តចំណាប់អារម្មណ៍ខ្ញុំមានគិតគ្រប់វិនាទីគ្រប់ពេលវេលាទាំងអស់សម្រាប់ប្រពន្ធនិងកូនរបស់ខ្ញុំគេថាជាឆ្កែដៃចិត្តសម្រាប់ខ្ញុំជាឪពុកមិនដៃទេគឺរំលឹកកាន់តែគិតគ្រប់ពេលវេលាទាំងអស់ខ្លាចតែគេថាដូចពាក្យមួយថាកូនតូចព្រួយតូចកូនធំព្រួយកាន់តែខ្លាំង
ូនគឺខ្លាំងណាស់កូនទាំងអស់ទាំងប្រពន្ធបងប្អូនទាំងអស់ហ្នឹងខ្លាចកូនហ្នឹងមិនខិតខំរៀនសូត្រខ្លាចកូនហ្នឹងសាច់ពុកមិនល្អទៅភ្លើនតាមគេតាមឯងទៅធ្វើឲ្យប៉ាធ្វើការរត់ទៅនេះលះបង់កម្លាំងដោយចំណាយដោយអត់ប្រយោជន៍